បាទជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីបាទសូមស្វាគមន៍មកកាន់ Channel ទុកងោថ្នមស្នេហ៍បាទពុកម៉ែបងប្អូនឃើញតែវីដេអូបើកក្បាលដំបូងនេះគឺមានសត្វមកព្រោះភ្លើងមានផ្កាភ្ញីដ៏ស្រស់ស្អាតនេះទុកនេះគឺមានប្រនាមថាខ្មែរក្រោមដែលចូលសែនជ័យបាទនេះឈ្មោះទូកឲ្យមើលរៀងទូកទៅខាងក្រោយបន្ទាប់ពីយើងបានស្គាល់ឈ្មោះនិងប្រនាមនៃទូកខ្មែរក្រោមដែលចូលសែនជ័យគឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែនបាទដែលធ្វើជូនខ្មែរបងប្អូននៅខ្មែរកម្ពុជាក្រោមទូកនេះគឺមានរចនាបថស្រដៀងទៅនឹងទូកលើគ្រឿងដែលមានគេតនាមល្បីល្បាញគឺនរិនរាំងសីពិជ័យចិត្តបុត្របាទគឺមានការលៀបឡូននៅក្បូរក្បាច់រចនានៃការលម្អទូកគឺស្រដៀងនឹងទូកគ្រឿងនឹងដែរបាទប៉ុន្តែល្បឿនគឺមិនទាន់ដឹងទេបាទគឺយើងមិនទាន់បានដឹងថាល្បឿនយ៉ាងណាទេដោយសារទូកនេះគឺមិនទាន់បានចូលរួមនៃការប្រកួតទេបាទហើយមកដល់ចំណុចនេះគឺជាផ្នែកនៃកំសៃម៉ែបងប្អូនក្រឡេកមើលនៅរចនាបថនៃទូកបាទកំសៃនៃទូកគឺស្រស់ស្អាតកន្ទុយហង្សពណ៌មាសដល់ស្រស់ស្អាតបាទសូមអរគុណសូមរងចាំទស្សនានៅផ្នែកខាងទៀតបាទមកដល់ចំណុចខាងនៃផ្នែកទូកនេះគឺជាកន្ទុយហង្សក្បូរក្បាច់រចនាខ្មែរបុរាណដ៏ល្អផូរផង់ជាមួយនឹងក្បាច់ផ្កាច័ន្ទបាទដ៏ស្រស់ស្អាតហើយយើងក្រឡេកមើលទៅខាងមុខនៃទូកមួយគ្រឿងនេះគឺមានសភាពស្អាតណាស់បាទសូមអធិស្ឋានពុកម៉ែបងប្អូនបាទដោយសារតែមានការចាំងថ្ងៃបន្តិចបាទហើយសារនេះគឺពេលល្ងាចហើយបាទចឹងពន្លឺចាំងមកគឺមានជីបឆ្លាតផ្លាតចូលមកនេះគឺជាផ្នែកខាងក្នុងនៃទូកផ្នែកក្នុងនៃទូកបាទបងប្អូនមានភាពចាំងវិញហើយបាទសូមអធិស្ឋានបាទខ្ញុំរីវីយូមកខាងក្រៅអញ្ចឹងគឺអត់ចាំងទេបាទហើយយើងដាក់ទៅខាងមុខចាំងអញ្ចឹងនេះគឺជាបុក្បាច់រចនានៃទូកគឺមានភាពប្រហាក់ប្រហែលនឹងនរិនរាំងសីដែរបាទសូមបញ្ជាក់ពុកម៉ែបងប្អូនថានេះគឺជាជំរំទូកវត្តស្លែងបាទហើយនេះគឺជាព្រះនាមបាទខ្មែរក្រោមនៃចូលសែនជ័យទូកនៅក្នុងជំរំវត្តស្លែងគឺទូកខ្មែរក្រោមនៃចូលសែនជ័យនេះគឺមានចំណុចពិសេសបាទខុសគេគួរក្បាច់រចនាបាទមានភាពស្រស់ស្អាតនិងលេចធ្លោបង្ហាញពីអំណាចឫទ្ធានុភាពឫទ្ធីបារមីនៃទូកបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូបាទសូមកុំភ្លេចជួយ Subscribe Channel YouTube ទងោថ្នមស្នេហ៍មួយផងបាទសូមអរគុណសូមជម្រាបលាសូមគ្រប់ជូនពុកម៉ែបងប្អូនជួបប្រទះតែនៅពុទ្ធពរបុណ្យប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លីឡើយបាទសូមអរគុណ